ដើរទៅបេះស្លឹកគ្រៃនិងកាត់គល់ស្លឹកគ្រៃដើម្បីយកមកស្លបងប្អូនក៏ប៉ុន្តែទៅមើលទៅនៅរិចនៅនងហើយខ្ញុំនិយាយពីថាដាំអីក៏មិនដែរល្អដែរហើយអាព្រៃហ្នឹងវាដុះលឿនជាងអាស្លឹកគ្រៃយើងទៅទៀតនិយាយទៅដល់គ្មានបានស្លឹកគ្រៃទេបងប្អូនហើយសិតតែព្រៃពេញដងទៅហើយមើលទៅសិតតែព្រៃហើយសំខាន់គឺស្លឹកគ្រៃខ្ញុំនៅរិចនៅនងក៏លែងបេះតែម្ដងទៅទិញគេលឿនជាងមកទៅពិបាកណាស់ដល់ពេលឃើញព្រៃច្រើនពេកតែមិនហ៊ានចូលខ្លាចមីសាំងក្រហមមីរំដួយស្អីនោះពេញនោះអញ្ចឹងមិនហ៊ានទេអើយនិយាយពីខ្ញុំចូលចិត្តដាំតែដាំរបស់វាល្អបងប្អូនហើយអត់រសអត់យល់ដែរនិយាយបងប្អូនណាខ្លះដូចខ្ញុំពេលខ្លះខ្ញុំអង្គុយក្តៅចិត្តថាអីគ្រាន់តែរបស់ដាំគល់ក្រៃអីសោះស្រួលដាំចង់ងាប់ហើយមិនក៏ដាំមិនរសវារសដែរលទ្ធផលចុងក្រោយវាងាប់មិនដែរព្រោះតែបានមួយឆាវទៅបើថាលើកមុនខ្ញុំទិញទាំងផើងយកមកដាក់បងប្អូនហើយវាងាប់ទាំងផើងទៅទៀតអើយក៏ទៅអ្នកណាដៃក្តៅដូចខ្ញុំអញ្ចឹងមិនគេនិយាយថាអ្នកដៃក្តៅដាំអីអត់រសខ្ញុំជឿមែនតែម្ដងខ្ញុំដឹងតាំងពីទូចដល់ធំឲ្យតែដាំអីជួនកាលដាំទៅវាមិនចេញផ្លែទៅទៀតណោះវាចេញបានមកផ្លែមួយអញ្ចឹងទៅងាប់ទៅវិញទៀតអញ្ចឹងមិនថាមនុស្សយើងហើយណាមួយខ្ញុំវាមិនជំនាញអាខាងដាំផងប្រហែលជាខ្ញុំវាមិនជំនាញផងតែអត់ទេបងប្អូនខ្ញុំមើលមិត្តភ័ក្ដិខ្ញុំគេដាំនៅលើផ្ទះផើងទូចគេមិនដីណាដល់ឯងផងគេនៅដាំរស់ស្កុះស្គៀយដល់ខ្ញុំដាំទៅដៃវាក្តៅដាក់ទៅវាមិនរស់តែម្ដងនិយាយទៅពិបាកហ្មងបេះមិនបានទៅដើរមើលលហុងគេអស់ពីមើលលហុងហើយដើរមកវិញបងប្អូនហើយមើលអញ្ចឹងទៅឃើញអាដើមផ្កាដែលនៅស្រុកចិនគេយកធ្វើថ្នាំចិនសែនិយាយទៅពីមុនខ្ញុំមិនដឹងទេដោយសារគេទៅសេនៅលើដូចថាយើងទិញថ្នាំចិនសែគេមានដាក់រូបភាពឲ្យយើងមើលអញ្ចឹងបានខ្ញុំដឹងថាអូអានឹងថ្នាំចិនសែអញ្ចឹងបើរត់ដងគ្មានដឹងថាផ្កាហ្នឹងត្រូវស្អីទេតតែគេដាក់ដូចថាឥឡូវក្នុងថ្នាំហ្នឹងវាមានរូបភាពរូបថតអញ្ចឹងហើយខ្ញុំតែងតែស្វែងរកអាថ្នាំហ្នឹងអញ្ចឹងដល់ពេលខាងក្រៅយើងដើរបុកក៏យើងអត់ដឹងដែរតតែគេដាក់រូបឲ្យមើលអញ្ចឹងតាមពិតអាប្រភេទផ្កានេះក៏ប្រភេទថ្នាំចិនសែម្យ៉ាងដែរបងប្អូននិយាយទៅហើយនឹងក៏មកមើលឥឡូវសាប៊ូដុះព្រៃវាដុះខ្លាំងអានឹងក៏កាន់តែដុះដែរហើយដើរមកវិញហ្នឹងក៏រៀបចំធ្វើអាហារឲ្យប៉ាក្មេកខ្ញុំគ្មានអីទេបងប្អូនហើយមួយថ្ងៃក្រៅពីនៅផ្ទះតនេហើយនឹងធ្វើម្ហូបឲ្យកូនទុកឲ្យកូនអញ្ចឹងទៅហើយនឹងប៉ាក្មេកហើយឥឡូវមកធ្វើស្អីគេបងប្អូនអំបោជាមួយពងទាទឹកកបងបងប្អូនធ្វើមួយចានឲ្យគាត់ទៅដោយសារគាត់ហូបតែគាត់ទេអត់មានអ្នកណានៅផ្ទះដោយសារកូនគាត់ទៅរៀនអស់ហើយអញ្ចឹងខ្ញុំធ្វើមួយចានធ្វើឲ្យគាត់ហូបអញ្ចឹងទៅណាហើយនៅមានត្រីចៀនអីតិចតួចអញ្ចឹងទៅនិយាយទៅស្រួលទេបងប្អូនប៉ាក្មេកខ្ញុំមកធ្វើអីក៏គាត់ហូបដែរគ្រាន់ថាខ្ញុំតែងតែឆ្នៃនេះឆ្នៃនោះឲ្យគាត់ហូបទៅដោយសារខ្ញុំមិនចង់ធ្វើរបស់តែខ្លាចគាត់តលន់អីអញ្ចឹងណាបងប្អូនធម្មតាយើងញ៉ាំដែរយើងតលន់ចុះតម្រាំទៅគាត់យើងធ្វើឲ្យហូបខ្លាចចិត្តខ្លាចអីអញ្ចឹងណាតែខ្ញុំអត់ទេខ្ញុំតែងតែឆ្នៃនេះឆ្នៃនោះឲ្យគាត់អញ្ចឹងបើមនីបាយអំបោអីអញ្ចឹងទៅផឹកល្ងាចឆ្នៃនេះឆ្នៃនោះណាឲ្យវាមានសាច់មានបន្លែមានអីអញ្ចឹងនេះដោយសារខ្ញុំមានត្រីចៀនណាត្រីប្តីខ្ញុំគាត់ត្រីសមុទ្រគាត់ប្រឡាក់ហើយមានតែពងទាធ្វើអញ្ចឹងទៅហើយនឹងគាត់ញ៉ាំជាមួយត្រីចៀននោះទៅអញ្ចឹងហើយមួយពេលបងប្អូននិយាយទៅពេលខ្លះយើងរកទំនុកនឹកធ្វើអីក៏នឹកមិនឃើញដែរមានថាវិធីស្រួលអញ្ចឹងទៅដោយសារផ្ទះនៅមានអំបោមួយចានអញ្ចឹងដាំឲ្យគាត់ពីផឹកអញ្ចឹងបងប្អូននៅសល់យកមកច្នៃធ្វើជាអំបោគ្រឿងទឹកកបងអំបោគ្រឿងពងទាទឹកកបងនិយាយទៅប្រភេទអំបោនេះនៅចិនក៏នៅខាងក្រៅគេលក់ច្រើនដែរបងប្អូន